កងទ័ពជើងគោកនិងកងទ័ពជើងទឹកថៃបានបិទព្រំដែនជាមួយកម្ពុជាក្រោមហេតុផលដែលខ្លួនអះអាងថាជាការសងសឹកចំពោះការគំរាមកំហែងរបស់កម្ពុជាចំពោះទឹកដីថៃនិងផលប៉ះពាល់អវិជ្ជមាននៃមជ្ឈមណ្ឌលបោកប្រាស់ដែលចោទថាមាននៅក្នុងទឹកដីកម្ពុជានេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃទី24ខែមិថុនានេះអ្នកនាំពាក្យកងទ័ពថៃលោកវិនថៃស៊ូរាវីបាននិយាយនៅថ្ងៃច័ន្ទទី23ខែមិថុនាថាកងទ័ពភូមិភាគទី1និងកងទ័ពភូមិភាគទី2បានអនុវត្តវិធានការនៅតាមព្រំដែននៅក្នុងខេត្តបុរីរាំងស្រែកែវស៊ីសាកេតសូរិននិងឧបលរាជធានីចំណែកខេត្តពីរទៀតរបស់ថៃដែលនៅជាប់ព្រំដែនកម្ពុជាដែរនោះគឺខេត្តចន្ទបុរីនិងត្រាតក៏អនុវត្តវិធានការស្រដៀងនឹងខេត្តទាំង5នេះដែរក្រមវិធានការនេះយានជំនិះទាំងអស់ត្រូវបានរារាំងមិនឲ្យឆ្លងកាត់ព្រំដែននោះទេជាមួយគ្នានោះការធ្វើដំណើររបស់ជនជាតិថៃនិងជនបរទេសរួមទាំងភ្ញៀវទេសចរនិងពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានហាមឃាត់តែក៏មានករណីលើកលែងដែរក្រោមហេតុផលមនុស្សធម៌ដូចជាការធ្វើដំណើររបស់អ្នកជំងឺនិងសិស្សសាលានៅក្នុងករណីបន្ទាន់ណាមួយនិងសកម្មភាពចាំបាច់ទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអាស្រ័យលើការសម្រេចរបស់អង្គភាពយោធាមូលដ្ឋានលោកវិនថៃបានលើកឡើងថាវិធានការនេះគឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាក់ទងនឹងសន្តិសុខជាតិនិងចំនួនជាមួយប្រទេសកម្ពុជាដែលមើលឃើញពីភាពតានតឹងផ្នែកនយោបាយការទូតនិងយោធា